សួស្តីអ្នកនាងនេះខ្ញុំធ្វើ vlog មួយតទៅជាមួយនឹងការតែដើរលេងនៅខាងខេត្តស្ទឹងត្រែងដែលសកម្មភាពនេះពួកខ្ញុំចេញពីផ្ទះខាងម៉ាក់មេប៉ុនខ្ញុំក៏នៅខាងខេត្តកំពង់ចាមអញ្ចឹងចេញពីយប់ហើយមកតាមផ្លូវគឺស្រស់ស្រាយមែនតើនៅខេត្តកោះចេះគឺទេសភាពស្អាតនៅតាមដងផ្លូវអញ្ចឹងណាហើយជិះមកហ្នឹងពួកខ្ញុំក៏ឈប់មកក្នុងក្រុងប៉ុនគេដើម្បីរកទិញកាហ្វេញ៉ាំអីចឹងទៅកាហ្វេកន្លែងគាត់ឆ្ងាញ់ទទួលយកបានហើយគាត់ទៅតែបាក់ទេបន្ទាប់ពីទិញកាហ្វេហើយពួកខ្ញុំក៏បន្តដំណើរមកខាងមុខទៀតចឹងទៅក៏ឈប់នៅកាត់សាំងដើម្បីលំមុខលំមាត់អីចឹងទៅឲ្យស្រស់ស្រាយតិចហ្នឹងទៅបន្ទាប់ពីចេញប៉ុណ្ណឹងមកគឺពួកខ្ញុំមកដល់ខេត្តស្ទឹងត្រែងហើយបន្តដំណើរទៅបាត់ឆ្វេងមកក៏មកដល់ផ្លូវចូលចកាប៉ាន់ប៉ាឬក៏ម៉ាក់ប៉ាន់ខ្ញុំអញ្ចឹងយើងជិះចូលតាមផ្លូវចំការហ្នឹងមកមានដំណាំអីចឹងទៅមើលទៅវាផ្លែយើងស្រស់ស្រាយអញ្ចឹងណាហើយសកម្មភាពកូនខ្ញុំគឺសប្បាយចិត្តមែនតើបានមកលេងប៉ាម៉ាក់ខ្ញុំនៅចកាពួកគាត់មកក្នុងរដូវស្វាយចន្ទីអញ្ចឹងណាហើយនេះជាចកាផាន់គាត់ពេលដែលមកដល់យើងមានអារម្មណ៍ថាគឺសប្បាយព្រោះហើយយូរយើងមកម្ដងអញ្ចឹងបានមកក្នុងរដូវគាត់រើអញ្ចឹងមកជួបជុំជាមួយបងប្អូនក៏ដូចជាប៉ាម៉ាក់មានធ្វើម្ហូបញ៉ាំអីជុំគ្នាអញ្ចឹងគឺអារម្មណ៍ពិតជាសប្បាយមែនតើក្នុងថ្ងៃចុងសប្តាហ៍អញ្ចឹងបន្ទាប់ពីមកដល់ប្រពន្ធខ្ញុំគាត់រៀបចំធ្វើម្ហូបហើយម៉ាក់ខ្ញុំគាត់ទិញរបស់របរពីខេត្តឲ្យមកធ្វើញ៉ាំជុំគ្នាអញ្ចឹងណាមានឆាមានសាច់ប្រឡាក់អីចឹងទៅដើម្បីអាំងជុំបងប្អូននៅខាងខេត្តស្ទឹងត្រែងហ្នឹងហើយនេះអ៊ីប៉ាន់ខ្ញុំដែលគាត់នៅខាងខេត្តស្ទឹងត្រែងហ្នឹងក៏មកលេងចកាដែរពេលញ៉ាំអីពេលថ្ងៃហើយបន្ទាប់ពីហ្នឹងមកនៅពេលយប់ខ្ញុំគ្រួសារខ្ញុំក៏ដូចជាប៉ាម៉ែគាត់នាំទៅលេងអ៊ីគាត់នាំទៅលេងកន្លែងដូចជាកញ្ចក់ក្បាលទឹកដែលនៅក្នុងខេត្តស្ទឹងត្រែងហ្នឹងហើយផឹកឡើងខ្ញុំក៏មកខាងផ្សារស្ទឹងត្រែងដើម្បីទិញម្ហូបហើយនៅក្នុងផ្សារហ្នឹងខ្ញុំសង្កល់ឃើញថាការរៀបចំការលក់នៅខាងនោះគឺល្អមែនទែនគឺមានរបៀបរៀបរយហើយអនាម័យហើយនេះអត់ដែលឃើញទេបងប្អូនត្រីធំមែនទែនដែលបងប្អូនគាត់នៅនេសាទហ្នឹងគាត់អាចថានេសាទបានអញ្ចឹងណាហើយត្រីហ្នឹងធំមែនទែនហើយមានត្រីច្រើនប្រភេទដែលខ្ញុំអត់ស្គាល់ដែរហើយឃើញមានត្រីប៉ាស្អីតែត្រីហ្នឹងថ្លៃហើយអត់បានទិញទេព្រោះថ្លៃពេកអីចឹងណាយើងញ៉ាំតាមលទ្ធភាពរបស់យើងហើយបន្ទាប់ពីហ្នឹងមកកូនខ្ញុំក៏ឃើញម៉ាក់ប្រេងម៉ាក់ប្រាងក៏ទិញហើយនេះក៏ជាផ្លែអ៊ុយម៉ូញដែរដែលមានគេលក់នៅផ្សារហ្នឹងបន្ទាប់ពីដើរទិញត្រីហើយនឹងផ្លែឈើមួយចំនួននេះមកក៏ម៉ាក់ខ្ញុំគាត់សួរថាចង់ញ៉ាំខ្មុំអីអត់ចឹងណាចឹងក៏ទិញខ្មុំអីបន្តិចមកហើយបន្ទាប់ពីហ្នឹងមកម៉ាក់ក៏ដូចជាប៉ាខ្ញុំគាត់នាំមកញ៉ាំកាទៀវឆ្ងាញ់នៅខាងខេត្តស្ទឹងត្រែងហ្នឹងកាទៀវហ្នឹងកាទៀវឡាវហើយខុសពីកាទៀវយើងដោយសារតែលក់ប៉ុនគេអីហ្នឹងមានស្ពៃក្តោបហើយនឹងស្តេកគួរមើលទៅវាប្លែកដែរតែឆ្ងាញ់ទទួលយកបានហើយនេះសកម្មភាពញ៉ាំនៅហ្នឹងបន្ទាប់ពីហ្នឹងមកក៏ដល់ពេលដែលខ្ញុំទៅមកភ្នំពេញវិញហើយនេះសកម្មភាពកូនរត់គឺយំខ្លាំងមែនតែនបែកពីម៉ានឹងកងបានគេបន្ទាប់ពីទៅលេងបានមួយថ្ងៃខ្ញុំអត់ទៅបានយូរទេព្រោះដោយសារខ្ញុំជាប់ធ្វើការអញ្ចឹងសម្រាប់ថ្ងៃសៅរ៍អាទិត្យខ្ញុំឆ្លៀតទៅលេងគាត់បានមួយថ្ងៃគឺនៅថ្ងៃសៅរ៍អញ្ចឹងបន្ទាប់ពីទៅលេងបានមួយថ្ងៃហើយក៏ពួកខ្ញុំត្រឡប់មកភ្នំពេញវិញហើយកូនខ្ញុំយំមែនតែនព្រោះបែកពីពួកគាត់អញ្ចឹងណាហើយខ្ញុំទៅលេងនេះគឺក្នុងរដូវចូលឆ្នាំដែរហើយបន្ទាប់ពីមកពីខាងស្ទឹងត្រែងវិញពួកខ្ញុំក៏ឈប់នៅចិត្តដល់ខាងកោះចេះដើម្បីទិញណែមហើយបន្ទាប់មកដូចជាចំថ្ងៃហ្នឹងគេរៀបចំពិធីបុណ្យនៅបាទបុណ្យទន្លេនៅខាងកោះចេះអញ្ចឹងបន្ទាប់ពីចេញពីកោះចេះវិញខ្ញុំក៏ជិះកាត់ខាងត្បូងឃ្មុំហើយក៏មកដល់ខេត្តកំពង់ចាមហ្នឹងហើយវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេអរគុណច្រើនជម្រាបលា